តោះបងប្អូននៅក្នុងថ្ងៃនេះគឺមាន3គូដែលមានផ្ដល់ជូនដល់ប្រិយមិត្តយើងហើយបងប្អូនយើងក៏អាចចូលរួមទស្សនាជាការកំសាន្តបានផងដែរការប្រកួតនឹងធ្វើការចាប់ដើមនៅវេលាម៉ោង 11 យប់បាទនារាត្រីនេះតតែម្ដងនៅលីក Saudi Arabia បាទសម្រាប់គូទី1គឺ Al Khaloud បាទគឺត្រូវប៉ះគ្នាជាមួយនឹង Al Khalid បាទហើយសម្រាប់គូមួយនេះគឺទឹកដីបាទគឺក្រនបើជាងប្រិយមិត្តយើងបាទដោយសារតែ5ប្រកួតរបស់ Al Khaloud គឺបាទគឺចាញ់តែ2នោះទេឯ5ប្រកួតរបស់ Al Khalid ដែលជាភ្ញៀវគឺចាញ់រហូតដល់4ប្រកួតនោះបាទដូច្នេះគូនេះគឺប្រិយមិត្តយើងអាចលៃលោកសារ៉េសារ៉ង់បានជាមួយនឹងម្ចាស់ផ្ទះ Al Khaloud បាទរីឯចំណែកគូទី2បាទគឺ Al Ittihad ដែលប៉ះគ្នាជាមួយនឹង Al Hassam បាទនៅវេលាម៉ោង 11:15 នាទីបាទសម្រាប់គូនេះគឺ Al Ittihad បាទរៀងពិបាកតិច5ប្រកួតគឺចាញ់3ប្រកួតហើយបាទស្មើ1ឈ្នះ1តែប៉ុណ្ណោះរីឯចំណែក Al Hassam បាទគឺ5ប្រកួតចុងក្រោយគឺឈ្នះ2ស្មើ1និងចាញ់2ប្រកួតដូច្នេះស្ថិតិគឺ Al Hassam គ្រាន់បើជាងប៉ុន្តែសម្រាប់គូនេះ admin គិតថាប្រិយមិត្តយើងអាចលៃលោកគឺលេងបាទគឺមានក្របបាល់ច្រើនបាទអញ្ចឹងគឺប្រិយមិត្តយើងប្រកាសជាដឹងហើយសម្រាប់គូទី3បាទគឺនៅវេលាម៉ោង1រំលងអាត្រីនោះបាទគឺ Al Nassr បាទជាមួយនឹង Al បាទណាច់ឆ្មាដែលជាក្រុមនៅបាតារ៉ានោះទេប្រិយមិត្តយើង5ប្រកួតអត់អាចឈ្នះនោះទេហើយ Al Nassr គឺយប់នេះក៏ត្រូវការបន្ទុកផងដែរដើម្បីបន្តឈរលើកំពូលតារាងដូច្នេះគឺប្រិយមិត្តយើងអាចលៃលោកបានគ្រាប់បាល់គឺមានចាប់ពី4គ្រាប់ឡើងបាទដូច្នេះគឺប្រិយមិត្តយើងអាចសេរីសរងបានជាមួយនឹង Al Nassr បាទដូច្នេះកុំភ្លេចចូលរួមទស្សនាជាមួយនឹងខ្ញុំបាទ Admin 7តាមរយៈការ join ក្រុម Telegram Pin comment ខាងក្រោម